សូមចម្រើនពរញាតិញោមនេះគឺជាទស្សនវិជ្ជានៅក្នុងវត្តបញ្ញាជីរាជដែលស្ថិតនៅក្នុងឃុំត្បូងក្រពើស្រុកសន្ទុកខេត្តកំពង់ធំហើយនិយាយពីវត្តនេះញាតិញោមស្អាតមែនទែនស្អាតខ្លាំងមែនទែនដោយសារតែព្រះអង្គគ្រូចតិកាលោកចេះរៀបចំហើយនឹងសម្អាតជារៀងរាល់ថ្ងៃញាតិញោមសម្អាតជារៀងរាល់ថ្ងៃហើយវត្តនេះស្អាតណាស់ញាតិញោមរឿងបរិស្ថានរឿងអីនឹងស្អាតមែនទែនមកហើយនេះគឺកន្លែងសួនដែលព្រះអង្គគ្រូចតិកាលោកបានរៀបញាតិញោមលោកបានទៀតមានសួនមានសម្រាប់កន្លែងច្រកញាតិញោមគេហៅថាកញ្ចក់ញាតិញោមកញ្ចក់នេះសម្រាប់ញាតិញោមពុទ្ធបរិស័ទទីចិត្តទីឆ្ងាយដែលគាត់មកធ្វើបុណ្យធ្វើទានអញ្ចឹងញាតិញោមធ្វើបុណ្យធ្វើទានចឹងទៅគាត់ក្តៅគាត់បានច្រកចឹងទៅហើយបងប្អូនសិស្សសានុសិស្សឬក៏បងប្អូនដែលធ្វើការចឹងទៅគាត់ក្តៅគាត់ចូលមកច្រកនៅក្នុងកញ្ចក់នេះទៅញាតិញោមហើយមកផ្នែកទៀតញាតិញោមមកផ្នែកទៀតគឺស្រះហ្នឹងគឺនៅខាងមុខកញ្ចក់ហ្នឹងតែម្ដងញាតិញោមស្រះហ្នឹងគឺញាតិញោមទីចិត្តទីឆ្ងាយគាត់មកគាត់ឃើញទៅគាត់ឲ្យអភ័យទានដល់សត្វត្រីញាតិញោមបោះចំណីបោះអីឲ្យត្រីទៅត្រីច្រើនណាស់ញាតិញោមនៅក្នុងស្រះនេះត្រីច្រើនមែនតើចឹងញាតិញោមដែលចូលរួមធ្វើបុណ្យធ្វើទានគាត់ឲ្យអភ័យទានដល់សត្វញាតិញោមអភ័យទានដល់សត្វបោះចំណីឲ្យត្រីទៅញាតិញោមបើនិយាយរឿងបរិស្ថាននៅក្នុងវត្តញាតិញោមស្អាតមែនតើញាតិញោមអត់មានសម្រាមទេក្នុងវត្តនេះស្អាតមែនតើស្អាតខ្លាំងមែនតើដោយសារតែព្រះអង្គគ្រូលោករៀបចំធុងសម្រាមញាតិញោមគ្រប់កន្លែងទាំងអស់ធុងសម្រាមគឺត្រូវតែមានញាតិញោមត្រូវតែមានជាដាច់ខាតដោយសារតែអញ្ចឹងហើយទើបវត្តបានស្អាតញាតិញោមហើយជាពិសេសហ្នឹងគឺប្រសង់លោកក្រោកនៅពេលព្រឹកញាតិញោមក្រោកនៅពេលព្រឹកគឺសម្អាតជារៀងតែម្ដងញាតិញោមគឺអត់ដែរទំនេរតែបាច់ត្រូវតែធ្វើយ៉ាងម៉េចឲ្យបរិស្ថានស្អាតញាតិញោម